សួស្តីខ្ញុំខាន់ទេវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀប install package នៅក្នុង CentOS តើខ្ញុំ search រកpackage telnet សិនអញ្ចឹងខ្ញុំប្រើ command rpm នឹងដក QA ហើយ grep telnet បន្ទាប់មកខ្ញុំក៏ប្រើ command rpm ដក AQ ដើម្បីចង់ដឹងថា package ដែលខ្ញុំ install នោះមានអីគេខ្លះហើយខ្ញុំក៏ធ្វើការ search រក telnet គឺខ្ញុំប្រើ command yam search telnet អញ្ចឹងpackage telnet គឺខ្ញុំអត់ទាន់បាន install ទេខ្ញុំក៏ធ្វើការ install វាឡើងគឺប្រើ command yam install telnet អញ្ចឹងកន្លែង install ហ្នឹងគឺខ្ញុំ install រឿងយូរដែរអញ្ចឹងយើងធ្វើការរងចាំរឿងយូរបន្តិចនេះយើងធ្វើការ download ហើយអញ្ចឹងinstall ហើយអញ្ចឹងយើងត្រូវប្រើcommand yam list install telnet ដើម្បីចង់ដឹងថាខ្ញុំបាន install វាហើយនៅអញ្ចឹងក្នុងឡុងពេលយើង install package ហ្នឹងគឺវាត្រូវការអនុញ្ញាតពីយើងដែរអញ្ចឹងយើងtab y មកគឺយើងចេះរហូតអញ្ចឹងបន្ទាប់ពីខ្ញុំ install វាបានរួចរាល់ហើយខ្ញុំក៏ធ្វើការ yam list របស់វានឹងដើម្បីចង់ដឹងថាខ្ញុំ install វាហើយនៅហើយខ្ញុំក៏ធ្វើការ remove វិញដោយប្រើ command yam remove telnet ចឹងកន្លែងនេះខ្ញុំក៏ធ្វើការ install nmap ចឹងខ្ញុំប្រើ command dnf install nmap អញ្ចឹងវាមានកន្លែងនេះគឺវាលឿនជាងយើងប្រើ yam ចឹងខ្ញុំធ្វើការ install ចិត្តរួចរាល់ហើយចឹងវីដេអូខ្ញុំក៏ដល់ទីបញ្ចប់